សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel YouTube អាកំបាំងយប់ស្ងាត់ថ្ងៃនេះ Admin នឹងមានសាច់រឿងថ្មីនាំជូនទៅដល់ប្រិមិត្តអ្នកស្ដាប់ទាំងអស់គ្នាផងដែរធានាថាសាច់រឿងនេះវាថ្មីហើយប្លែកដែលសាច់រឿងមួយនេះក្រោមចំណងជើងថាទួលពិឃាតខ្មោចប៉ុលពតអាយ៉ាប្រិមិត្តទាំងអស់គ្នាគ្រាន់តែឮចំណងជើងទួលពិឃាតខ្មោចប៉ុលពតប្រិមិត្តដឹងថាសាច់រឿងនេះវារន្ធត់ប៉ុណ្ណាហើយនៅក្នុងរបបប៉ុលពតនោះចឹងមុននឹងចូលទៅដល់សាច់រឿងនេះសូមប្រិមត្តទាំងអស់គ្នាស្មឹងស្មាតហើយ admin ក៏សូមធ្វើការស្មឹងស្មាតចូលរួមរំលែកទុក្ខនៅសម័យប៉ុលពតផងដែរដោយសាររបបនោះគឺបានសម្លាប់ប្រជាជនយើងអស់ច្រើនមែនទែនហើយ admin លើកយកនៅសាច់រឿងនេះគឺជាសាច់រឿងបានមកពីបងសៀតដែលគាត់បានជួបកាលពី17ឆ្នាំមុនចឹងកុំឲ្យខាតពេលយូរយើងចូលទៅដល់សាច់រឿងយើងទាំងអស់គ្នាសាច់រឿងនេះគឺទទួលបានពីបងសៀតបានជួបការគាត់អាយុកាលពី17ឆ្នាំណាប្រិមត្តទាំងអស់គ្នាហើយរឿងរ៉ាវមួយនេះគឺបានកើតនៅក្នុងភូមិរបស់គាត់ដែលភូមិរបស់គាត់ហ្នឹងគឺមានទួលមួយគេហៅថាទួលពិឃាតប៉ុលពតទាំងឯងដែលទួលមួយហ្នឹងគឺកើតឡើងនៅក្នុងរបបសម័យប៉ុលពតគឺរបបខ្មែរក្រហមហ្នឹងឯងគឺកើតនៅក្នុងអំឡុងឆ្នាំ1975និងឆ្នាំ1979ដែលប្រិមត្តទាំងអស់គ្នាដឹងហើយថាប្រទេសកម្ពុជាបានឆ្លងកាត់នៅរបបមួយនេះធ្វើការសម្លាប់យ៉ាងរង្គាទៅលើប្រជាជនខ្មែរអស់រាប់លាននាក់ហើយទួលមួយនេះគឺគេនិយាយតគ្នាថាគឺជាទួលមួយដែលសម្លាប់យ៉ាងសាហាវបំផុតហ្មងគឺទួលមួយហ្នឹងវានៅជិតនឹងផ្ទះរបស់ជិតភូមិរបស់បងសៀតនឹងឯងហើយទួលនេះមកដល់បច្ចុប្បន្នគឺវាមានព្រៃដុះក្រាស់មែនតែនហើយកាលពីចំនួនគាត់នៅតូចគឺព្រៃទួលហ្នឹងគឺវាមានព្រៃក្រាស់ហើយវារឿងខ្ពស់ដែលទីតាំងនោះដែលចាស់បាននិយាយតគ្នាថាជាទីតាំងនៃរបបខ្មែរក្រហមគឺរបបប៉ុលពតនឹងឯងគឺយកមនុស្សមកសម្លាប់នឹងឯងហើយទួលនឹងគឺសម្លាប់ភាគច្រើនទៅលើតែក្មេងៗនឹងឯងក្មេងៗដូចជាកូនង៉ែតកូនងាក្មេងៗអាយុទូចយកមកបោកជាមួយនឹងគល់ឈើហើយសាកសពខ្លះក៏ត្រូវគេបានរកឃើញមានតែក្បាលនឹងឯងគឺគេកាត់ក្បាលយកមកកប់នៅទីហ្នឹងវះពោះអីជាដើមអញ្ចឹងទៅហើយទួលមួយហ្នឹងគឺតាំងពីទូចមកគឺតែងតែលងហើយអត់មានហ៊ាននរណាគេម្នាក់ទៅទួលហ្នឹងទេគឺនៅឆ្ងាយពីទួលហ្នឹងដល់ពេលខ្លះគេឃើញមានមនុស្សដើរឮសំឡេងស្រែកយំតហោយំពេញទួលហ្នឹងជាដើមអញ្ចឹងទៅនៅថ្ងៃមួយប្រិមត្តទាំងអស់គ្នាបងសៀតគាត់កាលហ្នឹងគឺគាត់នៅអាយុ17ឆ្នាំហ្នឹងឯងគាត់បានជួបរឿងរ៉ាវខ្មោចលងនៅទួលនឹងឯងគាត់ថាពេលហ្នឹងនៅក្នុងអាយុ17ឆ្នាំក្មេងៗកាលពីចំនួនហ្នឹងគឺគាត់ទៅមើលគោលែងគោឲ្យស៊ីនៅតំបន់តាមវាលស្រែណាហើយគោរបស់គាត់ពេលហ្នឹងគឺគាត់យកទៅលែងនៅម្ដុំក្បែរទួលនឹងឯងវារឿងឆ្ងាយពីទួលដែរនៅប្រហែលជាម៉ោង 7:02 គាត់បានទៅមើលគោហើយគាត់លែងគោរបស់គាត់នៅឲ្យស៊ីគាត់ក៏នឹកឃើញចុះដោះកៅអៅឈូកនៅជិតទួលហ្នឹងគឺមានត្រពាំងទឹកមួយដែលត្រពាំងទឹកហ្នឹងកាលពីសម័យអពតគឺបងប្អូនប្រជាពលរដ្ឋខ្មែរយើងគឺគេបញ្ជាឲ្យជីកត្រពាំងទឹកហ្នឹងឯងដើម្បីធ្វើជីត្រពាំងនៅសម័យអពតហ្នឹងឯងគាត់ថាពេលហ្នឹងគាត់ចុះដកកៅអៅឈូកប្រិមិត្តគាត់ពេលហ្នឹងគឺគាត់អត់មានគិតថាខ្លាចអីទេគាត់ទៅចុះដកកៅអៅឈូកហើយគាត់ទៅដកហ្នឹងគឺម្នាក់ឯងទៀតហើយទឹកត្រពាំងហ្នឹងពេលហ្នឹងគាត់ថាត្រឹមចកេះគាត់នឹងឯងគាត់ដកខាងណាគាត់អត់បាននឹកឃើញចាប់អារម្មណ៍រឿងខ្លាចទៅលើទួលហ្នឹងទេដែលកំណត់ផាន់គាត់គឺយ៉ាងណាចង់ដកតកៅអៅឈូកទេតែគាត់លែងគោនៅខាងលើគាត់ដកម្នាក់ឯងស្រាប់តែដកហ្នឹងគាត់ឮសំឡេងមនុស្សនិយាយគ្នាចេញពីទួលហ្នឹងគាត់ឮសំឡេងប្រហែលជា 3-4 នាក់គាត់ឮល្ងឹមតាំងកដាថ្ងៃប្រិមត្តទាំងអស់គ្នាឮចេញពីទួលពិឃាតមួយហ្នឹងហើយទួលមួយហ្នឹងគឺវាព្រៃស្ដុកមិនព្រៃដើមឈើធំទេព្រៃក្រាស់ខ្មឹកព្រៃទូចទេប៉ុន្តែវាក្រាស់ហ្មងនៅលើទួលមួយហ្នឹងគាត់ឮសំឡេងនិយាយគ្នាកសៀវគាត់ក៏ងាកមើលប្រិមត្តតែវាអត់ឃើញទេគាត់ក៏ចាប់ផ្ដើមភ័យខ្លាចដែរតែគាត់អត់មានគិតច្រើនទេគាត់អត់គិតថាខ្មោចមានអីទេ
គាត់ក៏ព្យាយាមដកកៅអៅឈូកហ្នឹងម្នាក់ឯងទៀតស្រាប់តែពេលគាត់ដកគាត់ងាកមកខាងក្រោយផងគាត់ឃើញមនុស្ស3នាក់គឺម្ដងទឹកកដុងយើងណាហើយមនុស្ស3នាក់ហ្នឹងគឺស្លៀកឈុតខ្មៅទាំងអស់ឈុតខ្មៅហ្នឹងគឺមានពាក់កម្មាកកអីយ៉ាងទៅប៉ុន្តែមួយផ្លែតហ្នឹងគឺបងសៀតគាត់អត់ចាប់អារម្មណ៍ទេគាត់គ្រាន់តែងាកទៅឃើញគាត់ក៏ថាអត់ស្ងាត់ទេអញ្ចឹងបានមនុស្សម្ដងទឹកហើយតែគាត់មើលទៅអត់ស្គាល់ទេអត់ដឹងថាជានរណាទេអ្នកភូមិគាត់ក៏មិនមែនដែរគាត់ក៏បានងាកមកដកកៅអៅឈូកវិញគាត់ដកគាត់ក៏នឹកឃើញចុងស្លៀកឈុតខ្មៅដូចពលពតគាត់ក៏បានងាកទៅវិញហ្មងគាត់ក៏នឹកឃើញអញ្ចឹងគាត់ងាកទៅមើលវិញឆឹបពេលដែលគាត់ងាកទៅមើលហ្នឹងប្រិមិត្តគឺអត់មានឃើញអីទេគាត់ក៏បានងាករមើលជុំវិញហ្នឹងគាត់ឃើញមនុស្សហ្នឹងដើរឡើងទួលទៅលើវិញប៉ុន្តែដើរឡើងទួលទៅលើហ្នឹងប្រិមិត្តដឹងមិនអត់បងសៀតគាត់ថាគាត់អត់ឃើញក្បាលទេគាត់មើលពីក្រោយគឺអត់ឃើញក្បាលហ្មងឃើញតែខ្លួនមនុស្សដើរអត់ឃើញក្បាលទាំង3នាក់ហ្នឹងគ្រាន់តែគាត់ឃើញអញ្ចឹងគាត់ថាអញខ្មោចលងឯងគាត់ក៏ស្រវាស្ទុះហ្មងស្ទុះឡើងគោកគាត់ភ័យហ្មងគាត់ញ័រគាត់ស្ទុះឡើងគោកហ្មងដោយសារគាត់ឃើញមនុស្សហ្នឹងវាអត់ក្បាលហើយស្លៀកឈុតខ្មៅដងទឹកហើយដើរសំដៅឡើងទៅលើទួលនឹងឯងគឺគាត់មើលហ្មង3នាក់ដែលដងទឹកអត់ក្បាលគឺដើរទៅលើទួលហ្នឹងហ្មងគាត់ភ័យពេលហ្នឹងគាត់ស្ទុះវឹងទាញកៅអៅឈូកដែលដកបានប្រមាណណាគឺរត់ទៅកន្លែងគោគាត់វិញតែកន្លែងគាត់លែងគោរត់ទៅទាំងភ័យហ្មងទាំងបែកញើសស្រាក់គាត់ថាអូលើកទី1ហើយដែលធ្លាប់ឮចាស់ថាទួលហ្នឹងគឺលងគាត់แล้วពិតជាលងគាត់មែនហើយបញ្ជាក់តិចប្រិមិត្តទួលហ្នឹងគឺតាំងពីគាត់អាយុ17ឆ្នាំមកឥឡូវគាត់មានអាយុ30ឆ្នាំជាងហើយអញ្ចឹងវា16-17ឆ្នាំមុនឯងហើយ16-17ឆ្នាំមុនយើងដឹងស្រាប់ហើយលងគឺនៅសាហាវដែរទើបតែមកសាបដល់លើណាតាមអ្វីដែលបងសៀតគាត់និយាយអញ្ចឹងនៅពេលដែលគាត់ដើរសំដៅទៅកាន់គោរបស់គាត់ទាំងភ័យញាប់ញ័រប្រិមិត្តទាំងអស់គ្នាគឺញាប់ញ័រហ្មងប្រិមិត្តដឹងអត់គាត់ទៅដល់កន្លែងគោគាត់ណាគឺវាចាយដន់អីគាត់បានបាត់គោទៀតបងសៀតគាត់ថាគាត់បាត់គោគាត់ភ័យបាត់គោព្រោះអីគោដែលគាត់លេងមួយផ្លែតហ្នឹងបាត់គាត់រកអត់ឃើញទេគាត់រកជុំវិញរហូតទៅដល់ម៉ោង5កន្លះក៏រកអត់ឃើញដែរបាត់មេគោមួយក្រៅពីហ្នឹងគាត់ឃើញទាំងអស់គាត់ក៏បានចងគោដែលគាត់លេងហ្នឹងណាអាឃើញចងទុកសិនគាត់រកគោមួយហ្នឹងរកយ៉ាងណាក៏រកអត់ឃើញដែរប៉ុន្តែគាត់ដឹងហ្មងថាគោហ្នឹង 100% គឺវាឡើងទៅស៊ីលើទួលហ្នឹងព្រោះអីទួលហ្នឹងវាមានស្មៅហើយមានស្លឹកឈើខៀវងឹតចឹងទៅប៉ុន្តែក៏អត់ហ៊ានទេព្រោះអីទួលហ្នឹងទើបតែលងគាត់បាក់ស្មាតមិញគាត់អត់ហ៊ានទេប៉ុន្តែគាត់ត្រូវតែទៅព្រោះអីគោគាត់ទៅហ្នឹងគាត់ខ្លាចឪពុករបស់គាត់ហ្នឹងស្ដីឲ្យព្រោះឪពុកគាត់អត់បានទេកាចណាស់តែបាត់គោល្មមអីគឺស្ដីឲ្យហើយគាត់ទៅទាំងភ័យខ្លាចពេលហ្នឹងបងសៀតគឺគាត់សម្រេចចិត្តឡើងទៅលើទួលហ្នឹងទៅរកគោហ្មងទួលហ្នឹងវាមិនធំហ្មងទេវាប្រហែលជាធំដែរមិនធំពេកណាប្រិមិត្តគាត់បញ្ជាក់មកគាត់ថតរូបឲ្យ admin ទៀតប៉ុន្តែ admin អាចយករូបហ្នឹងទៅបង្ហាញបានទួលហ្នឹងវារឿងធំដែរវាអាចទៅដើរទៅមកជុំមកហត់ដែរហ្នឹងមកសពមកហត់គាត់ក៏បានសម្រេចចិត្តឡើងទៅរនៅពេលដែលគាត់ឡើងទៅរហ្នឹងណាមេឃក៏វាចាប់ដើមងងឹតព្រោះអីម៉ោង5កន្លះហ្នឹងហើយនៅលើទួលហ្នឹងវាព្រៃផងវាល្ងឹតគាត់ទៅរគាត់ដើរទៅរដើរអាភិបចង់យំផងភ័យផងផ្អើលមុខផ្អើលក្រោយគាត់ឡើងទៅអត់ទាន់បានទៅចាប់ដើមទៅដល់ទួលនឹងពាក់កណ្ដាលស្រួលបួលផងគាត់ឮសំឡេងស្រុបហាក់បីដូចជាគោកំពុងទាញវល់ស៊ីឬប្រោកគាត់ដើរសំដៅទៅលើសំឡេងហ្នឹងគាត់ហ្មងគាត់ថាតែជាគោគាត់ហ៎គាត់ដើរសំដៅទៅដល់អត់មានឃើញអីទេគាត់ដើរមកតាមសំឡេងហ្នឹងមកសន្ទុះក្រោយមកទៀតគាត់ឮសំឡេងរកក្រឹងគោគាត់ណាទៅមកខាងទៀត
គាត់ដើរទៅទៀតគាត់ដើរទៅទាំងចង់យំផងអីផងគាត់បន់អស់ហើយគាត់ថាពេលហ្នឹងគាត់បន់ដូនបន់តាបន់ម៉ែបន់ឪអស់ហើយគាត់ថាកុំឲ្យគាត់នឹងជួបខ្មោចអីគាត់សុំតែគាត់រកគូគាត់ឃើញទេដោយភ័យផងអីផងគាត់លែងខ្លាចហើយស្រាប់តែមកសន្ទុះក្រោយមកគាត់ឮសំឡេងក្មេងយំណាប្រិមិត្តឮសំឡេងក្មេងយំអាក្មេងកូនងាយំអាក្មេង2ឆ្នាំហ្នឹងយំប្រហែលជា3នាក់នៅលើកោះហ្នឹងយំហ្មងយំឲ្យឮសំឡេងណាជួយខ្ញុំផងពូជួយខ្ញុំផងអាវាសំឡេងកូនងាត់យំណាអេដមីនអត់ចេះធ្វើទេយំហ្មងពេលហ្នឹងបងសៀតគាត់ថាអញមិនមកទេគាត់លឺអញ្ចឹងគាត់ចង់នោមដាក់ខោគាត់ថាពេលហ្នឹងគាត់លេចនោមដាក់ខោហ្មងគាត់លឺសំឡេងក្មេងយំពូជួយខ្ញុំផងជួយពូជួយខ្ញុំផងមកសន្ទុះក្រោយមកលឺសំឡេងយំហេវបាយតែហេវបាយអញ្ចឹងទៅគាត់ថាគាត់លឺហ្មងអាសំឡេងសัตว์យំនៅលើកោះហ្នឹងវាចាប់ផ្ដើមយំមកឡងក៏ជាវសัตว์ចាបអាចាប់ដេកយប់ឡើងវាចូលសបុកវាវិញអាមេឃល្ងឹតហ្នឹងឡងជីបគឺអាសំឡេងយំឃ្លានបាយនៅលើទួលហ្នឹងណាមកសន្ទុះក្រោយមកគាត់ឮសំឡេងមនុស្សដើរម្ដងដើរកាប់ព្រៃខ្ញោកបងសៀតគាត់ភ័យគាត់ពួនហ្មងគាត់ពួនចាំមើលគាត់គ្រាន់តែលឺអញ្ចឹងគាត់ក្រាបចុះនៅឡើងគុំព្រៃហ្នឹងណាគាត់ចាំមើលថាណាគេអ្នកដើរបងសៀតបានប្រាប់ថាប្រិមត្តថាគាត់ឃើញផ្ទាល់នឹងភ្នែកម្ដងហ្នឹងឃើញច្បាស់ហ្មងមនុស្សដើរគាត់ក្រាបនៅដីគាត់ឃើញតែស្បែកជើងហើយនឹងជើងមួយកណាត់ទេគឺមនុស្ស2នាក់ស្លៀកខោហើយនឹងសំពត់ពណ៌ខ្មៅគឺដើរកាត់ពីមុខគាត់ហ្មងគាត់ពួនសង្ងំនៅក្នុងគុំព្រៃហ្នឹងគាត់ពួនសង្ងំគាត់ឃើញមនុស្សដើរហ្មងដើរកាត់ហ្នឹងគឺ2នាក់គាត់យំហ្មងពេលហ្នឹងគាត់យំហ្មងគាត់បន់ឲ្យតាមមនុស្សហ្នឹងដើរទៅបាត់គាត់សម្រេចចិត្តចុះមកផ្ទះទាំងយំហ្មងទឹកភ្នែកហ្មងទោះគាត់អាយុ17ឆ្នាំក៏ដោយគាត់ថាគាត់រត់មកយំហ្មងគាត់លែងខ្លាចថាបាត់គោទៀតហើយមកដល់ផ្ទះគាត់យករឿងរ៉ាវហ្នឹងប្រាប់ឪពុកគាត់ប្រាប់ថាពុកគោយើងដាច់បាត់ហើយគោហ្នឹងប្រហែលជាដាច់ឡើងលើទួលហ្នឹងហើយទួលពីឃាតពលពតហ្នឹងហើយពុកគាត់ស្ដីឲ្យគាត់ពីបេម៉ាត់ដែរតែហែងlạiធ្វើស្អីគោអត់មើលអញ្ចឹងទៅស្ដីឲ្យមួយម៉ាត់ពីរម៉ាត់ឪពុករបស់គាត់ហ្នឹងបានប្រួនម្ដាយរបស់គាត់ហ្នឹងទៅតាមរកគាត់អត់ទៅទេដោយថាឪពុករបស់គាត់ហ្នឹងឃើញសភាពរបស់បងសៀតហ្នឹងវាសន់ស្លោវាភ័យពេកគាត់ថាខ្មោចលងគាត់នៅកោះអញ្ចឹងទៅអញ្ចឹងឪពុកម្ដាយរបស់គាត់ជាអ្នកទៅរកគោហ្នឹងម្ដងណាប្រិមិត្តទៅរកគោហ្នឹងម្ដងឪពុកម្ដាយរបស់បងសៀតបានចេញទៅទាំងយប់ហ្មងគឺមានភ្លើងពិលមួយនឹងឯងហើយខ្មោចហ្នឹងក៏បានលងឪពុកម្ដាយរបស់គាត់ទៀតដែរពេលហ្នឹងគឺឪពុកម្ដាយរបស់គាត់បានសម្ដៅទៅកាន់ទួលមួយហ្នឹងដើម្បីទៅរកគោតាមអ្វីដែលបងសៀតប្រាប់ឪពុកម្ដាយរបស់គាត់បានជួបនៅខ្មោចហ្នឹងគឺវាបែបនេះពេលដែលឪពុកម្ដាយគាត់ដើរទៅគឺឪពុកម្ដាយគាត់ចាប់ផ្ដើមព្រឺរងាគាត់សម្រេចចិត្តថាទៅឬមិនទៅនឹងឯងពេលដើរទៅដល់ប្រិមិត្តទាំងអស់គ្នាគាត់កាន់ភ្លើងពិលមួយពីរនាក់ឪពុកម្ដាយគាត់ហ្នឹងកាន់ពិលតែមួយទេម្ដាយគាត់បានថាគាត់ដើរទៅឮសំឡេងគេនិយាយពីក្រោយមកគេសួរថាទៅរកគោមែនម្ដាយរបស់បងសៀតក៏បានងាកទៅថាចាបងខ្ញុំទៅរកគោពេលសំឡេងមួយហ្នឹងនិយាយប្រាប់អញ្ចឹងគាត់ក៏បានងាកមកវិញគាត់ថាអរគុណណាបងគាត់ថាងាកមកវិញងាកដើរមកវិញគាត់ពីណាប្តីប្រពន្ធហ្នឹងគាត់ចុះណាគេអញ្ចេះអារបៀបគ្រាន់តែលឺគោនៅលើកោះគាត់អពេកគាត់បានមើលមុខតែប្រៀបតែអប្រិមត្តដូចថាយើងកំពុងតែដើរស្រាប់តែមានគេហៅថាដើររមាសមែនមាសនៅកន្លែងនេះឆ្លើយមួយគេបានមើលមុខគេសំដៅទៅរស្ថានភាពគាត់ពេលហ្នឹងគឺដូចគ្នាគ្រាន់តែលឺអញ្ចឹងគាត់ដើរទៅថាចុះពីណាគេប្រាប់យើងឪពុកម្ដាយរបស់បងសៀតក៏បានងាកមកវិញគឺបាត់អ្នកម្ចាស់សំឡេងហ្នឹងហ្មងប្រិមត្តទាំងអស់គ្នាអញ្ចឹងឪពុកម្ដាយរបស់បងសៀតថាអូខ្មោចពិតជាលងគាត់មែនហើយពេលហ្នឹងឪពុកម្ដាយរបស់បងសៀតសម្រេចចិត្តភ្លាមហ្មង
គឺអត់ទៅតាមរកគោហ្នឹងទេគាត់សុខចិត្តឲ្យគោហ្នឹងនៅស៊ីលើកោះហ្នឹងចោះព្រោះអីគាត់ជួបសភាពបែបហ្នឹងហើយគាត់ខ្លាចដែរគាត់ក៏បានបកមកផ្ទះវិញនឹងឯងស្អែកឡើងគោរបស់គាត់ហ្នឹងបានត្រឡប់មកផ្ទះវិញណាព្រឹកឡើងគឺវាចុះពីលើទួលនឹងឯងណាប្រិមិត្តគឺចុះមករហ្វូងគ្នាវាឯងហើយទួលមួយហ្នឹងគឺលងទៀតលងអ្នកភូមិលងអ្នកនេះអ្នកនោះឲ្យតែគាត់ទៅកាត់ព្រោះអីកាលពីជំនាន់ហ្នឹងកាលពី17 18ឆ្នាំមុនអត់ទាន់សាបទេទួលមួយហ្នឹងជាពិសេសគឺអ៊ំលោកតាម្នាក់ដែលនៅភូមិរបស់បងសៀតហ្នឹងគាត់ជាចែណាគាត់ថាថ្ងៃមួយហ្នឹងគឺជាថ្ងៃសិលព្រោះអីចំការរបស់គាត់គឺនៅចិត្តទួលហ្នឹងដែរគាត់ថានៅថ្ងៃសិលគាត់ក៏បានថ្ងៃហ្នឹងគឺអត់សម្រាននៅផ្ទះទេប្រិមិត្តគាត់ទៅធ្វើសូត្រធម៌ធ្វើអីគឺនៅចំការរបស់គាត់នឹងឯងអញ្ចឹងនៅម៉ោងប្រហែលជាម៉ោង5 ជិតភ្លឺហ្នឹងគាត់ត្រូវងើបមកវិញគាត់ងើបដើម្បីទៅវត្តនឹងឯងព្រោះអីព្រឹកដើម្បីសូត្រមន្តនឹងឯងដើម្បីយកចង្ហាន់រៀបចំចង្ហាន់ទៅសូត្រមន្តហើយលោកតាម្នាក់ហ្នឹងគឺគាត់កាន់សិល8ប្រិមិត្តទាំងអស់គ្នាអ្វីតាមបងសៀតគាត់បានបញ្ជាក់ប្រាប់អញ្ចឹងគឺគាត់មនុស្សសិល8គឺមានសច្ចធម៌និងបរិសុទ្ធនឹងឯងនៅពេលដែលគាត់មកពីចំការរបស់គាត់គឺគាត់ត្រូវដើរឆ្លងកាត់ទៅតាមទីចិត្តហ្នឹងទៅតាមចិត្តទួលហ្នឹងណាគឺលោកតាបានបញ្ជាក់ប្រាប់ថាគាត់ឃើញហ្មងគាត់ឃើញមនុស្សប្រហែលជាជិតរាប់រយនាក់កំពុងតែដើរចេញពីកោះហ្នឹងគឺស្លៀកឈុតខ្មៅទាំងអស់ហ្នឹងឯងគឺគាត់មើលឃើញនឹងភ្នែករបស់គាត់ណាគឺស្លៀកឈុតខ្មៅហើយគឺកំពុងតែធ្វើការអ្នកខ្លះទៅកាន់ចបអ្នកខ្លះទៅកាន់បកីអ្នកខ្លះទៅធ្វើនេះធ្វើនោះយ៉ាងទៅគឺដើរកាត់នឹងមុខគាត់នឹងឯងប៉ុន្តែមើលតែគេគ្រប់គ្នាទៅហាក់បីដូចជាមើលអត់ឃើញគាត់ទេតែគាត់មើលឃើញគេគាត់មើលទស្សនវិជ្ជាមួយហ្នឹងគឺជាទស្សនវិជ្ជាដែលខ្មែរក្រហមកំពុងតែបង្ខំឲ្យខ្មែរពលរដ្ឋបងប្អូនប្រជាពលរដ្ឋខ្មែរយើងកាលចំនួននោះគឺបង្ខំធ្វើការអញ្ចឹងពេលគាត់ដើរកាត់ហ្នឹងគឺគាត់ឃើញទស្សនវិជ្ជាមួយហ្នឹងហ្មងគាត់ឃើញទស្សនវិជ្ជាដែលគាត់ធ្លាប់ឆ្លងកាត់ណាអញ្ចឹងគាត់ក៏បានមើលអស់ហើយគាត់ខ្មោចទាំងអស់ហ្នឹងក៏មានឃើញគាត់ដែរគាត់ក៏បានហួសមកផ្ទះដើម្បីយករឿងរ៉ាវហ្នឹងយកទៅប្រាប់ប្រពន្ធរបស់គាត់យាយប្រាន់គាត់នឹងឯងហើយលោកតាក៏តែងតែដឹកនាំចាប់តាំងពីដែលគាត់ឃើញហ្នឹងគឺឲ្យតែរៀងរាល់ចុងឆ្នាំជាពិសេសគឺថ្ងៃគម្រប់ខួប7 មករាគឺបងសៀតថាលោកតាតែងតែដឹកនាំបាំងស្គលបាទរាប់បាតឧទ្ទិសកុសលនៅកន្លែងតំបន់កោះហ្នឹងហ្មងតំបន់ទួលហ្នឹងហ្មងគឺដើម្បីឧទ្ទិសកុសលជូនទៅដល់អ្នកដែលបានចែកឋាននៅរបបខ្មែរក្រហមហ្នឹងអញ្ចឹងប្រិមិត្តទាំងអស់គ្នាដឹងហើយថារបបខ្មែរក្រហមគេហៅថារបបប៉ុលពតគឺសម្លាប់មិនធម្មតាទេទួលមួយហ្នឹងតាមចាស់បាននិយាយប្រាប់បងសៀតគឺជាទួលដែលសម្លាប់យ៉ាងសាហាវព្រៃខ្សែបំផុតហ្មងរាល់ពេលដែលអ្នកដែលលួចខ្ជិលលួចអីគឺគេយកមកសម្លាប់នៅលើទួលហ្នឹងគឺជាទួលដែលពួកប៉ុលពតយកសពយកមកដំកល់ឬក៏កប់ចោលនៅក្នុងទួលមួយហ្នឹងពួកអីទួលហ្នឹងជាទួលសម្រាប់ទទួលសាកសពហ្មងកាលនៅពីសម័យរបបខ្មែរក្រហមតាមអ្វីដែលចាស់និយាយប្រាប់បងសៀតហើយគឺឲ្យតែអ្នកប្រឆាំងជាមួយនឹងអង្គការបដិវត្តជាមួយនឹងពួកខ្មែរក្រហមគេអត់ទុកទេគឺគេដឹងតែបញ្ជូនយកមកដល់ទួលហ្នឹងហើយអ្នកដែលបានមកដល់ទួលហ្នឹងគឺអត់ដែលមានមុខត្រឡប់ទៅកាន់ជួបក្រុមគ្រួសារវិញទេអញ្ចឹងរបបមួយហ្នឹងគឺវាធ្វើឲ្យឈឺចាប់មែនតែនយាយតារបស់បងសៀតគាត់ទទួលបានអារម្មណ៍ថាដកជាប់និងឈឺចាប់ថាបំភ្លេចមិនបានណាក្នុងជីវិតផងគាត់អញ្ចឹងសាច់រឿងនេះក៏បានដល់ទីបញ្ចប់ដែរហើយប្រិមិត្តអ្នកស្ដាប់សាច់រឿងនេះគឺវាខ្លីទេគ្រាន់តែបងសៀតគាត់ចង់យកមកចែករំលែកជូនទៅដល់ប្រិមិត្តអ្នកស្ដាប់ទាំងអស់គ្នាផងដែរថាគាត់បានធ្លាប់ជួបខ្មោចនៅក្នុងទួលពិឃាតប៉ុលពតហ្នឹងតាមពិតទៅមានរឿងជាច្រើនទៀតតែបងសៀតក៏អាចនិយាយបានទេមានអ្នកខ្លះជួបលងសាហាវជាងគាត់នឹងទៀតតែនេះគ្រាន់តែរឿងរ៉ាវបងសៀតដើម្បីយកមកចែករំលែកទៅដល់ប្រិយមិត្តអ្នកស្ដាប់គ្រាន់ជាការកំសាន្តខ្លះនឹងបានយល់ខ្លះឬក៏
ភ័យរន្ធត់អីចឹងទៅហើយសម្រាប់វីដេអូមួយនេះក៏បានទៅដល់ទីបញ្ចប់ផងដែរហើយប្រិមិត្តអ្នកដែលស្ដាប់ដែលមិនទាន់ចុច Subscribe សូមជួយចុច Subscribe និងលើកទឹកចិត្តទៅដល់ admin ម្នាក់មួយផងហើយក៏សូមអរគុណច្រើនមែនទែនទៅដល់បងសៀតដែលបានចែករំលែករឿងមួយនេះមកកាន់ admin ពិតជាបានទទួលនូវអារម្មណ៍ដល់ថ្មីមួយទៀតធ្វើសាច់រឿងកន្លងមកដែលសាច់រឿងនេះគឺជាសាច់រឿងពិតដែលតាក់ទងជាមួយនឹងរបបខ្មែរក្រហមនឹងឯងគេដាក់ផងដែរក្រុមការងារកំបាំងយប់ស្ងាត់ក៏ដូចជា admin ដល់ទីបញ្ចប់ហើយក៏សូមអរគុណសូមជម្រាបលា